ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ប៉ុន្តែនៅពេលដែលគាត់សុំខ្ញុំរៀបការខ្ញុំបែរជាមិនព្រមចាសសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់សំឡេងជីវិតថ្ងៃនេះនាងខ្ញុំមានរឿងមួយដើម្បីចែកជូនបងប្អូនស្ដាប់ក៏ដូចជាដើម្បីទទួលនៅបទពិសោធន៍ថ្មីៗនិងឲ្យបងប្អូនផ្ដល់ជាយោបល់ផងដែរសាច់រឿងមួយនេះគឺយើងខ្ញុំទទួលបានមកពីប្អូនស្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះវាជារឿងស្នេហាមួយដ៏គួរឲ្យមានចម្ងល់តើបងប្អូនឆ្ងល់អត់បើចំពោះខ្ញុំវិញគឺឆ្ងល់មែនតើមនុស្សស្រឡាញ់គ្នាចុះហេតុអីពេលខាងប្រុសសុំរៀបការគាត់បែរជាមិនព្រមទៅវិញចង់ដឹងសាច់រឿងលម្អិតយ៉ាងណានោះសូមចូលទៅកាន់សំណេររបស់គាត់ទាំងអស់គ្នាសំណេរមានដូចតទៅខ្ញុំពិតជាស្រឡាញ់គាត់ខ្លាំងណាស់ក៏ប៉ុន្តែនៅពេលដែលគាត់សុំខ្ញុំរៀបការខ្ញុំបែរជាមិនព្រមមូលហេតុនោះគឺគាត់ធ្លាប់ធ្វើខុសហើយធ្វើឲ្យខ្ញុំអស់ទំនុកចិត្តលែងហ៊ានជឿជាក់លើគាត់ទៀតខ្ញុំគិតថាមនុស្សនេះមិនអាចកែបាននោះទេតាមពិតទៅពួកយើងស្រឡាញ់គ្នាមកជាច្រើនឆ្នាំហើយពួកយើងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធគ្រាន់តែមិនទាន់យកកូនព្រោះគិតថាចាំធូរធារជាងនេះបន្តិចសិនហើយក៏មិនទាន់មានចុះសម្បត្តិអាពាហ៍ពិពាហ៍ឬរៀបការនៅឡើយទេប៉ុន្តែសាច់ញាតិទាំងសងខាងបានដឹងឮអស់ហើយគាត់ល្អច្រើនយ៉ាងណាស់លើកលែងតែម្យ៉ាងហ្នឹងគឺសម្ដានក្បត់តែម្ដងរឿងនេះធ្វើឲ្យខ្ញុំខ្លាចរអាបំផុតហើយខ្ញុំពិតជាមិនអាចទទួលយកបាននោះឡើយខ្ញុំព្យាយាមកាត់ចិត្តដើរចេញពីគាត់ច្រើនដងហើយប៉ុន្តែគាត់នៅតែមិនព្រមដោះលែងខ្ញុំតតែសោះគាត់តែងតែតាមខ្ញុំគ្រប់ពេលសូម្បីតែខ្ញុំត្រឡប់ទៅផ្ទះប៉ាម៉ាក់របស់ខ្ញុំទៅហើយក៏គាត់ទៅតាមយកខ្ញុំមករស់នៅជុំជាមួយគាត់វិញដែរខ្ញុំមើលទៅគាត់ហាក់ដូចជាស្រឡាញ់ខ្ញុំខ្លាំងណាស់ដែរបាត់ខ្ញុំបន្តិចមិនបានទេក៏ប៉ុន្តែគាត់មិនព្រមកែទម្លាប់ដែលលេងឆាតស្និទ្ធស្នាលផ្អែមល្ហែមជាមួយនឹងមនុស្សស្រីក្នុងហ្គេមសោះមកថាលេងសើចតែធៀបពិតគឺជាការក្បត់យ៉ាងជាក់ច្បាស់ព្រោះមានពេលមួយនោះខ្ញុំបានចាក់ចេញពីគាត់មួយរយៈដោយស្នាក់នៅបែកគ្នាពីគាត់ហើយពេលនោះគាត់បានលួចណាត់បើកបន្ទប់នៅជាមួយមនុស្សស្រីក្នុងហ្គេមនោះពិតមែនរួចប្រាប់ខ្ញុំថាទៅមានធុរៈការងារនៅទីនោះស្រីនោះក៏ដឹងថាគាត់មានខ្ញុំរួចហើយដែរព្រោះថាពេលដែលខ្ញុំខលវីដេអូទៅគាត់ស្រីនោះរត់ពួននៅយកខាងក្រៅបន្ទប់ខ្ញុំដឹងបានព្រោះឃើញឆាតគាត់លេងជាមួយមិត្តភក្តិគាត់ទាំងតែពេលនោះពួកយើងនៅត្រូវរើគ្នាធម្មតាគ្មានការឈឺប្រកែកតតែសោះពេលខ្ញុំចាប់បានខ្ញុំក៏សួរគាត់ត្រង់គាត់ក៏ប្រាប់ការពិតមែនហើយសន្យាថានឹងតែមិនព្រមឲ្យមានកំហុសនេះជាលើកទី2ដាច់ខាតប៉ុន្តែក្រោយមកគាត់នៅតែលេងឆាតស្និទ្ធស្នាលជាមួយស្រីជាច្រើនដដែលពីមុនទូរស័ព្ទទាំងអស់ពួកយើងដាក់លេខកូដដូចគ្នាតែថ្មីនេះគាត់លួចដូរលេខកូដដោយមិនប្រាប់ខ្ញុំឡើយខ្ញុំពិតជាចង់ដើរចេញពីគាត់ឲ្យដាច់ស្រេចខ្លាំងណាស់ពីទំនាក់ទំនងដ៏សាំញ៉ាំមួយនេះតើខ្ញុំគួរធ្វើបែបណាបន្តទៀតចាបងប្អូនទាំងអស់គ្នាសាច់រឿងរបស់យើងបានចូលដល់ទីបញ្ចប់ហើយតើបងប្អូនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរចំពោះរឿងនេះតើបងប្អូនទាំងអស់គ្នាមានជាយោបល់សម្រាប់គាត់ដែរឬទេចាចំពោះនាងខ្ញុំវិញសូមមានយោបល់បន្តិចបន្តួចដែរគឺខ្ញុំយល់ស្របជាមួយនឹងប្អូនស្រីខាងលើដែលគាត់បាននិយាយថាមនុស្សប្រុសម្នាក់នេះគឺមិនអាចកែច្រឹកឡើយបើប្អូនទទួលយកមិនបានទេចំពោះការក្បត់ជាប្រចាំរបស់គាត់នោះគឺមានតែផ្លូវចាកចេញទៅមុខពុតហើយការដែលគាត់មានដៃគូច្រើនបែបនេះទៅថ្ងៃមុខគាត់នឹងប្រឈមជាមួយនឹងមេរោគអេដស៍បើប្អូននៅតែបន្តប្អូនក៏អាចឆ្លងជំងឺពីគាត់ដែរ
ប្អូនចង់ឲ្យការចាក់ចេញមួយនេះដាច់ស្រេចគឺប្អូនត្រូវណាត់ជួបជាមួយនឹងឪពុកម្ដាយទាំងសងខាងរួមទាំងគាត់ហើយប្រមូលយកភស្តុតាងដែលគាត់ក្បត់ទាំងប្រមាណនោះទៅបង្ហាញទៅកាន់ពួកគាត់រួមគ្នាទាំងអស់ដើម្បីជាហេតុផលចាក់ចេញពីគាត់សូមឲ្យអ្នកមានគុណទាំងសងខាងធ្វើជាសាក្សីហើយយើងប្រកាន់ជំហរលែងជាអ្វីនឹងគ្នាទៀតហើយសូមគាត់ឈប់មករំខានយើងទៀតករណីគាត់នៅតែបំពេញហើយមករំខានយើងដដែលយើងមានសិទ្ធិប្តឹងប៉ុន្តែបើប្អូនមិនចង់ឈានដល់ការប្តឹងផ្តល់ទេមានជំរឿនមួយទៀតគឺចាក់ចេញទៅរស់នៅឲ្យឆ្ងាយកសាងជីវិតថ្មីទៅកន្លែងមួយដែលគាត់មិនអាចរកយើងឃើញចាយោបល់ admin មានតែប៉ុណ្្នឹងទេហើយបើសិនជាមានកំហុសទាស់ត្រង់ណាមិនសមរម្យសូមមេត្តាខន្តីអភ័យទោសពីបងប្អូនក៏ដូចជាប្អូនស្រីផងដែរចំពោះបងប្អូនយល់ឃើញយ៉ាងណានោះសូមធ្វើការ comment នៅខាងក្រោមវីដេអូនេះបានម្យ៉ាងវិញទៀតបើសិនជាមានបងប្អូនណាមានវិបត្តិនៅក្នុងចិត្តមានទុក្ខកង្វល់ឬក៏មានរឿងអ្វីចង់ចែករំលែកក៏ដូចជារឿងស្នេហាគ្រួសារអបិយជំនឿឬក៏រឿងខ្មោចជាដើមបងប្អូនអាចធ្វើការចែករំលែកបានដោយចុច link Telegram ខាងក្រោមជាចុងក្រោយនាងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានស្ដាប់តាំងពីដើមសូមខន្តីអភ័យទោសចំពោះខ្មោចឆ្គងពាក្យសម្ដីត្រង់ណាមិនសមរម្យជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា